វីដេអូមួយនេះសូមផ្ញើទៅដល់អ្នកដែលបរាជ័យក្នុងជីវិតការងារដូចខ្ញុំបាទនិយាយទៅជីវិតខ្ញុំសាំតែប៉ែតាំងពីក្មេងអ្នកនរគ្នាវាពិតជាអស្ចារ្យមែនទែនអ្នកនរគ្នាម៉ាក់ប៉ាមានបញ្ហាគ្នាត្រូវបែកបាក់ខ្ញុំត្រូវរត់ទៅនៅស្រុកគេតាំងពីអាយុ15បាទប្រើជីវិតតែឯងសុទ្ធវាពិតជាកំសត់មែនទែនអ្នកនរគ្នាដើរខុសផ្លូវផងបាក់ផ្លាក់បាក់ភ្លុងពេញនឹងជាប់គុកជាប់ច្បាប់វាមិនសូវជាអស្ចារ្យទេអ្នកនរគ្នានិយាយទៅអ្នកណាក៏ធ្លាប់ខុសដែរវាមិនប្លែកទេដែលត្រីមិនចេះហើរចាប់មិនចេះហែលទឹកខ្ញុំនិយាយពីអីគេតើអ្នកនរគ្នាយល់អត់ខ្ញុំអត់យល់ដូចគ្នាបាទនិយាយទៅខ្ញុំជាឈាមអ្នកតស៊ូដែរជីវិតខ្ញុំតស៊ូខ្ញុំមកស្រុកគេដំបូងខ្ញុំមានតែខ្នើយមួយកន្ទេលមួយទេ2ឆ្នាំក្រោយមកខ្នើយបាត់នៅតែកន្ទេលទេព្យាយាមចាប់ផ្ដើមសាជាថ្មីម្ដងទៀតបាទក្រោយមកជួបកូវីដបាទខ្ទេចខ្ទីដូចខ្ទឹមគ្មានសល់អីទេមកដល់បច្ចុប្បន្នមកជួបបញ្ហាជាដែនទៀតបាទខ្ញុំត្រូវមកស្រុកខ្មែរត្រូវចោលអាជីពមុខរបរដែលធ្លាប់ធ្វើហើយមកចាប់ផ្ដើមជីវិតសាជាថ្មីស្រុកខ្មែរអញ្ចឹងបានន័យថាអ្នកដែលឆ្លងកាត់បញ្ហាទាំងអស់នេះបានសិតតែអ្នកពូកែហើយបាទហើយបើសួរថាខ្ញុំបច្ចុប្បន្នខ្ញុំសល់អីខ្លះហើយបាទនៅដូចដើមដូចក្បាលវីដេអូចឹងអរគុណច្រើនជំរាបលា